ដំណើរកំសាន្តទៅប្រទេសកូរ៉េ2នាក់ពូណៈបងប្អូនចាជាលើកដំបូងមកអាលីតាមធួទៅប្រទេសកូរ៉េនេះក៏ខ្ញុំទៅលើកដំបូងដែរបងប្អូនចាហើយមានសកម្មភាពអីខ្លះចាំបងប្អូនតាមដានទាំងអស់គ្នាណានេះជា vlog ថ្ងៃទី1ចាដល់ខ្ញុំដល់ប្រទេសកូរ៉េ flight ខ្ញុំគឺហន់ទៅពេលយប់បងប្អូនចាយើងចេញមក11ជាងយប់ហ្នឹងចាយើងមកដល់កូរ៉េគឺដល់ពេលព្រឹកបងប្អូនមកដល់ពេលព្រឹកភ្លាមគឺថាគេរៀបចំអាហារពេលព្រឹកគាត់តែញ៉ាំហើយគឺយើងហោះចុះមកដល់ដីបងប្អូននៅនិយាយថាអូខ្ញុំរំភើបមែនតើណាលើកទី1បងប្អូនដែលខ្ញុំមកប្រទេសកូរ៉េខ្ញុំមកគឺខ្ញុំមកតាមធួអញ្ចឹងស្រួលបងប្អូនគាត់ចាត់ចែកអីយើងមកចាប់ហ្មងតាំងពីយើងមាន arrival យើងទៅសេអីគឺគាត់រៀបចំឲ្យយើងមកសេមកដល់លេងតាមធួមានអីបងប្អូនយើងស្រួលដែរតាយើងមិនចាំគិតមធ្យោបាយទៅដំណើរឬមកក៏នេះអីគឺគាត់ចាត់ចែងរៀបយើងទៅណាអីចឹងរៀប plan ឲ្យយើងស្រាប់ដែរមកដូចខ្ញុំចុះមកតាមធួស្រួលហ្មងគាត់មករៀបចំមកដល់ខាងក្រៅវិញនេះបងប្អូនធួខាងកូរ៉េគាត់មកទទួលយើងអូប៉ាឡើងសង្ហាតែម្ដងមិនថាយើងដើរលេងតាមធួខ្លះទៅបងប្អូនគេលោកគូយើងចាជា guide leader នៅខាងកូរ៉េអីចឹងណា single ក៏គូខ្លះទៅចានិយាយលេងបងប្អូនចុះទៅលើយន្តហោះមកភ្លាមបងប្អូនគឺថា guide ឲ្យយើងដូរកៅអៅភ្លាមទៅដើរលេងតែម្ដងនៅកូរ៉េនេះបងប្អូនអើយអាកាសធាតុ8អង្សាចាវាថាអូត្រជាក់មែនតើចុះទៅដល់បងប្អូនមកខែត្រជាក់ធ្លាក់ព្រិលនឹងល្ងាប៉ុណ្ណាខ្ញុំនឹងទប់ជាប់ពេលធ្លាក់ព្រិលចឹងជាក់មកវិញសិនជាក់បើកខ្លាំងហើយពីណាគេបើកជាក់បើសិនជាក់ដល់គេបើកជាក់និយាយទៅចង់ទិញផ្សាយវិញឥឡូវនេះឡើងមកដល់លើឡានបងប្អូនចាកាយកំពុងប្រាប់យើងថាយើងទៅទៀតនឹងត្រូវទៅ best strawberry តែមុននឹងទៅ best strawberry ហ្នឹងគឺយើងចូលញ៉ាំអាហារពេលថ្ងៃសិនខ្ញុំមានអារម្មណ៍ថាដើរលេងតាមធូរដូចជាចំណេញមកខ្លួនជាងខ្លួនឯងមិនដែរបងប្អូនគាត់ថាខ្ញុំដើរលេងតាមធូរលើកទី1នេះចាខ្ញុំទទួលអារម្មណ៍ថាយើងស្រួលងាយស្រួលថាកន្លែងញ៉ាំអីកន្លែងស្នាក់នៅមកជួបបាយធ្វើដំណើរកន្លែងដើរលេងគាត់ចាត់ចែងរៀបឲ្យចំឲ្យយើងចឹងស្រួលចាដូចជាម្ហូបនេះចំបងប្អូនឆ្ងាញ់យើងជប់លុយយន្តហោះមកយើងញ៉ាំស៊ុបគោបែបក្តៅមានម្សៅហុតអូជាតិមែនតើហើយខ្ញុំតែតែឃើញបងប្អូនគាត់មកធ្វើការនៅកូរ៉េគាត់ញ៉ាំម្ហូបទាំងក្តៅខ្ញុំមើលតាមវីដេអូគាត់ទៅអូបងញ៉ាំអត់ខ្លាចអត់ក្តៅមាត់អីចឹងដល់ពេលតាមព្រឹកបងប្អូនអាកាសធាតុត្រជាក់ដល់ពេលយើងញ៉ាំស៊ុបក្តៅយើងអត់ដឹងក្តៅទេហើយឆ្ងាញ់បងប្អូនអើយស៊ុបចង្កូហ្នឹងចាឥឡូវតទៅយើងញ៉ាំអាហារថ្ងៃត្រង់ហើយយើងបន្តដំណើរម្ដងកន្លែង Best Strawberry បងប្អូនដល់ខាងក្នុងនេះគឺគាត់ឲ្យយើងសម្រាប់បន្តិចសិនឲ្យយើងញ៉ាំជាមួយនឹងតាពាំបាយជូរនិងត្រឡប់គាត់ដាក់ទទួលយើងមកមុនឡើងមកមកដល់ថ្ងៃដើរលេងឡើងមុនខ្ញុំដឹងមិនបងប្អូនអើយដល់ថ្ងៃដើរលេងឡើងមុនមុខពេញហ្នឹងចាឥឡូវដល់ចូលក្នុង Best Strawberry បងប្អូនអូខ្វាកណាបងប្អូនចានេះធំល្អមែនទៅចូលមកក្លិនឡើងក្អប់ឈ្ងុយចូលមកក្នុងគឺគាត់ប្រៀបពីពិធី Best Strawberry យើងដែរបងប្អូនយើងដាក់ដៃ2ហើយកថាវាចឹងមកចាហើយម្នាក់គឺយើងបេះបាន7 Strawberry យើងចង់រើសយកមួយណាក៏បានដែរធំក្លិនក្អប់វាថាអូយខ្វាកបងប្អូនមួយនេះក៏ធំណាស់ចាំមកប៉ុនបាត់ដៃខ្ញុំគុំចង់ញ៉ាំយូរឯងបងប្អូនអើយ Strawberry កូរ៉េដោយសារតែឃើញបងប្អូនយើងធ្វើការនៅកូរ៉េគាត់ញ៉ាំចា Strawberry នោះធំហ៎ចាអូខ្ញុំនេះលេបទឹកមកគាត់ថាឆ្ងាញ់ណាស់ឡើងផ្អែមឡើងឈ្ងុយឥឡូវនេះបានមកបងប្អូនអើយឈ្ងុយដូចគាត់និយាយមែនហើយផ្អែមឆ្ងាញ់តែម្ដងបងប្អូនអូយឈ្ងុយហ្មងណាបងនេះផ្អែមណាខប់ Strawberry យើងទិញនៅខ្មែរដូចគ្នាក្លិនឈ្ងុយសាច់គីទុំហើយផ្អែមតែយើងអាចយកឡើងទៅឡើងលើឡានញ៉ាំក៏បានដែរ Strawberry ហ្នឹងទៅយើង Best Strawberry ហើយដល់វគ្គមកញ៉ាំអីទៀតបងប្អូនជាប្រធានមកនេះគឺថាដើរលេងគេទៅពីញ៉ាំមកទៅវិញទៅ1គីឡូទេអ៊ីទីដាបងប្អូនស៊ុបគោនោះបងប្អូនអាហារពេលព្រឹកនេះបានអាហារពេលថ្ងៃត្រង់អូថ្ងៃនេះខ្ញុំដាក់ចេញស្នាដៃចាអីយ៉ាធ្វើម្ហូបចុងភៅធំចាចុងភៅគៀងវាំងនេះចុងភៅវាំងឯណាចុងភៅគៀងវាំងអូចុងភៅគោដល់អត់សប់សោះមិនខ្លោចឥឡូវញ៉ាំអីហើយឥឡូវយើងបន្តដំណើរមកដើរលេងទៀតបងប្អូនចានៅកោះណាមីឥឡូវកំពុងជើងចូលទៅក្នុងដើម្បីចាំទូកជើងជីឆ្លងទៅដើម្បីទៅលេងនៅលើកោះហ្នឹងបងប្អូនឃើញបើកថ្ងៃអញ្ចឹងអត់មានក្តៅបងប្អូនអើយយល់ថាត្រជាក់មកនិយាយនៅលើកោះរត់ទឹកត្រជាក់ទៀតមកភ្លេចដាក់ស្រោមដៃមកបងប្អូនអើយដើរមកនិយាយថាដៃត្រជាក់ឡើងស្ពឹកហើយឡើងឈរឡើងនេះបងប្អូនត្រជាក់ខ្លាំងមែនតើណាថតហើយរត់ចូលមកគ្រប់នឹងលឿនតែម្ដងថតកាន់ប្រកាន់ដៃវាណាបងប្អូនអើយចង់ស្ពឹកដៃហ្មងចង់ខ្ញុំទៅរាប់មកឃើញបងប្អូនមកដើរលេងពេលខែធ្លាក់ព្រិលអីដឹងលោកត្រជាក់ប៉ុណ្ណាបងប្អូនខ្ញុំមានកម្រងថានំកូនមកលេងពេលធ្លាក់ព្រិលស្គាល់ស្នូងគេតែបងប្អូនតែគាត់ថាអូបងគិតថាអូបើពេលមកនឹងត្រជាក់ប៉ុណ្ណានេះសំខាន់មកមើលទូឯប្រុសទូឯស្រីសិននិយាយលេងបងប្អូនម្ដងហ្នឹងគេធ្វើសម្ដែងរឿងអីណាដាក់អោបគ្នាអីណានៃទៅដឹកក្នុងរឿងអញ្ចឹងណាកូរ៉េអូប៉ាអញ្ចឹងណាបងប្អូនចេញពីកក់ណាមីណាឥឡូវយើងមកដល់អូតែវិញបងប្អូនចាឥឡូវមកដល់ញ៉ាំអាហារពេលយប់ទៀតហើយប៉ុន្តែត្រជាក់ខ្លាំងបងប្អូននេះបានមកដល់អូតែគាត់ថាទៀងមួកទៀងស្រោមដៃទុកពាក់នោះត្រជាក់4អង្សាបងប្អូននោះត្រជាក់ខ្លាំងណាស់ស្អីទីណាយើងនេះយើងដល់សេអ៊ូឡើងតែយើងនៅជាយបងចឹងបងណាយើងចំចៅយើងណាចាអូខ្ញុំញ៉ាំអីសិនកាត់នៅអាចិត្តញ៉ងដងបាត់បានដោយសារស្អែកហ្នឹងគេ BTS ហ៎ចាគេឆ្លៃគេឈីហ៎ចាអូ
មកយប់នេះយើងញ៉ាំស៊ុបទេបងប្អូនចាស៊ុបក្តៅស៊ុបគោឆ្ងាញ់បងប្អូនតែមិនដឹងឈ្មោះស្អីទេចាកាយរៀបចំឲ្យញ៉ាំតាមគេចឹងទៅនេះបងប្អូនតំណងឯចាយើងបន្ទាប់ពីញ៉ាំអីហើយហ្នឹងចាអត់តចូលគេទេណាបងប្អូននេះម៉ោង11 12យប់ឯចា9គ្នាដើរលេងទេចានាំគ្នាដើរមកលេងនេះទៅដើរទាំងតិចចឹងមកហើយពេលដើរនេះភ្លេចយកមួកបងប្អូនអើយឡើងតិចស្ពឹកតិចអស់ហើយមកកូរ៉េនេះបងប្អូនដើរលេងជាមួយមុនកានិយាយទៅពីអ្នកខ្ញុំរៀបកម្រងយូរហើយចាទៅមកបានកម្រងសម្រាប់ពួកឯងម្នាក់រវល់រស៊ីរៀងខ្លួនចាទៅពេលចឹងទៅទម្លាប់មកដាក់ថ្ងៃបានត្រូវគ្នាងាយបានសម្រាប់ទេតាទៅសម្រាប់មកកូរ៉េនឹងតែម្ដងហើយមុនកាគាត់មកពីអ្នកម៉ាក់គាត់ចាខ្ញុំពីអ្នកពូណៃនេះដើរចូលដើរឡើងមករោទិញអីញ៉ាំវិញនៅក្នុងកន្ទប់វិញបងប្អូនចាអូរបស់ប្លែកញ៉ាំច្រើនមែនតើមានអីយើងមកដល់កន្ទប់វិញយើងដាក់ទិញទួចក្តៅពោះចឹងទៅបងប្អូនបង្កេងលក់ស្រួលដោយសារតែអាកាសធាតុត្រជាក់ពេកយើងក្តៅពោះតិចទៅបង្កេងលក់ស្រួលចាបន្ទាប់ពីញ៉ាំអីហើយនាំគ្នាចូលគេញ៉ៃហើយប្លុកថ្ងៃទី1នៅខាងកូរ៉េមានតែប៉ុណ្្នឹងបងប្អូនចាដើរលេង Base Story នៅដើរលេងនៅកោះណាមិមានតែប៉ុណ្្នឹងឯងចាមើលដល់ថ្ងៃទី2ទី3តែអ៊ីទីដាបានដើរលេងនៅណាខ្លះទៀតវាថាអូយបងប្អូននៅសប្បាយខ្លាំងនៅរូបភាពក៏បានថតបានស្អាតដែរនិយាយទៅដាក់កៅអៅមកច្រើនក៏ភ្លេចអត់ខំម្ដងទេមើលមកលើកក្រោយនាំឲ្យវានាំវិជាមកដើរលេងដែរតែម្ដង